ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានរាល់វីដេអូរបស់ខ្ញុំបាទដែលផ្សាយចេញទៅនិយាយអំពីបាទឱសថបុរាណបាទខ្មែរដែលខ្ញុំបានសិក្សារៀនសូត្រចេះចាំហើយយកមកផ្សាយជូនពុកម៉ែបងប្អូនដើម្បីបាទជួយក្នុងការព្យាបាលសម្រាប់សុខភាពពុកម៉ែបងប្អូនទៅតាមតម្រូវការដែលខ្ញុំបានផ្សព្វផ្សាយជូនបាទហើយមានស្មៅមួយប្រភេទដែលពុកម៉ែបងប្អូនអរគ្នាប្រហែលជាធ្លាប់បានស្គាល់ហើយគឺស្មៅនោះមានឈ្មោះថាស្មៅអណ្ដាតគោហើយស្មៅអណ្ដាតគោហ្នឹងវាមានអត្ថប្រយោជន៍បែបណាគុណសម្បត្តិយ៉ាងម៉េចខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនដូចតទៅនេះបាទស្មៅអណ្ដាតគោគឺវាកបនឹងជំងឺគ្រុនចាញ់ជំងឺរាគមូលជំងឺរលាកត្រចៀកជំងឺឈឺស្លាកដៃស្លាកជើងជំងឺរលាកតម្រងនោមហើមបាទនោមទាស់បាទឈឺពោះពេលមករដូវមិនទៀងបាទរាំងរដូវបាទរបួសហើយនឹងបាទបោសក្រូតែនគ្រុនក្តៅសល់ល្អិតតិចឬក៏ខាំពុកម៉ែបងប្អូនណាហ្នឹងហើយកម្រិតប្រើនៃរុក្ខជាតិនេះគឺយើងប្រើចន្លោះពី10ទៅ15ក្រាមទៅ20 15ក្រាមទៅ30ក្រាមស្ងួតណាពុកម៉ែបងប្អូនណាស្ងួតយើងប្រើស្ងួតហើយបើស្រស់យើងប្រើចន្លោះពី30ក្រាមទៅ60ក្រាមបានហើយបើស្ងួតនោះគឺយើងប្រើចន្លោះពី15ក្រាមទៅ30ក្រាមចំនួនទឹកបាទ1លីត្រកន្លះទៅ2លីត្រពុកម៉ែបងប្អូនណាស្ងោរឲ្យពុះទៅពុកម៉ែបងប្អូនទុករយៈពេល15នាទីបាទសូមពុកម៉ែបងប្អូនលើកពីភ្លើងមកហើយរុក្ខជាតិនេះគឺមិនត្រូវបានណែនាំឲ្យប្រើទេចំពោះអ្នកមានផ្ទៃពោះណាដែលងាយប្រយរុក្ខជាតិនេះវាអាចធ្វើឲ្យមានបញ្ហាទារកនៅក្នុងផ្ទៃអញ្ចឹងបើសិនតែពុកម៉ែបងប្អូនណាដែលមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ស្មៅអណ្ដាតគោគឺខ្ញុំបានជម្រាបប្រាប់ហើយបាទវាព្យាបាលរលាកតម្រងនោមលាកត្រចៀកបាទឈឺស្លាកដៃស្លាកជើងជាដើមពុកម៉ែបងប្អូនណាអាចយកស្មៅបាទអណ្ដាតគោនេះទៅព្យាបាលតាមភូមិផងរបងចិត្តផ្ទះពុកម៉ែបងប្អូនក៏មានទោសដែរចំពោះរុក្ខជាតិមួយប្រភេទនេះណាងាយស្រួលក្នុងការរកមែនតែនបាទវាអត់មានបាទកំណាញ់ឬការដាំដុះទេអាហ្នឹងដីរបៀបណាក៏វាដុះដែរពុកម៉ែបងប្អូនណាគ្រាន់តែថាវាដុះតិចឬដុះច្រើនតាមតំបន់ពុកម៉ែបងប្អូនណាហ្នឹងហើយស្មៅនេះបាទមិនថាខេត្តសៀមរាបឬក៏ខេត្តផ្សេងទេគឺវាដុះគ្រប់តំបន់ពុកម៉ែបងប្អូនណាគ្រប់តំបន់ជាពិសេសនេះគឺដីដែលមានសំណើមពុកម៉ែបងប្អូនណាបើខែនេះសម្បូរណាស់ខែវស្សានេះសម្បូរបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាជួយគាំទ្រអរគុណ